បាទឡើងមកដល់សង្វៀនហើយសម្រាប់បេក្ខភាពវគ្គផ្ដាច់ព្រាត់បាទដែលយើងបានឃើញការប្រកួតបាទរបស់កីឡាករទាំងពីរបាទនៅក្នុងការប្រកួតជម្រុះបាទគូទី1និងគូទី2បាទសុទ្ធសឹងតែបាទឈ្នះដូចគ្នាបាទសម្រាប់បុគ្គលក្រហមបាទគឺបាទ Costia Rodinko បាទគឺឈ្នះពិន្ទុបាទទៅលើសែមកុងគាខណៈដែលបុគ្គលខៀវបាទកីឡាករកម្ពុជាបាទគឺផ្ដួលកីឡាករអ៊ីរ៉ង់ត្រឹមតែទឹកទី2បាទក៏មកជួបគ្នាបាទសម្រាប់ការប្រកួតគូចុងក្រោយបាទដណ្ដើមប្រាក់លានបាទនឹងពានរង្វាន់កិត្តិយសបាទពីសង្វៀនអ្នកចម្បាំងកម្លាំងកម្ពុជានៅក្នុងសប្តាហ៍នេះបាទទស្សនិកជនជាទីមេត្រីសម្រាប់សមាជិកប្រកួតបាទរបស់កីឡាករទាំងពីរក៏សូមស្វាគមន៍ផងដែរដល់បេក្ខភាពវគ្គផ្ដាច់ព្រាត់បង្គោលក្រហមមកពី Rossi The red corner from Rossi Costia Rodinkoចំណែកឯបេក្ខភាពវគ្គផ្ដាច់ព្រាត់បង្គោលខៀវជាកីឡាករមកពីក្លឹបប្រដាល់ពេជ្រសុផាន់គុណខ្មែរដែលមានគ្រូបង្ហាត់លោកគ្រូពេជ្រសុផាន់ក៏សូមស្វាគមន៍ដល់បេក្ខភាពវគ្គផ្ដាច់ព្រាត់បង្គោលខៀវកីឡាករគុណខ្មែរ The Blue Corner ពេជ្រសៃវ៉ាបាទសុទ្ធសឹងតែឈ្នះសម្រាប់ការប្រកួតវគ្គជម្រុះបាទទាំង Costia Rodinko បាទដែលបានឈ្នះពិន្ទុបាទលើសែមកុងគាបាទនៅបង្គោលខៀវបាទពេជ្រសៃវ៉ាបាទឈ្នះកីឡាករអ៊ីរ៉ង់បាទត្រឹមតែទឹកទី2បាទការប្រកួតវគ្គផ្ដាច់ព្រាត់3ទឹកបាទរងចាំទស្សនាទាំងអស់គ្នាបាទសម្រាប់ពេជ្រសៃវ៉ាបាទនិង Costia Rodinko ចៅក្រមត្រៀមប្រុងព្រឹត្តប្រកួតអ្នកចម្បាំងកម្លាំងកម្ពុជាគូទី6ដែលឈ្មោះអន្តរជាតិដណ្ដើមពានវគ្គផ្ដាច់ព្រាត់រវាងកម្ពុជារុស្ស៊ីទឹកទី1 Round 1បាទវគ្គផ្ដាច់ព្រាត់ទឹកទី1 Round 1កម្ពុជាប៉ះរុស្ស៊ីបង្គោលក្រហមបាទ Costia Rodinko បង្គោលខៀវពេជ្រសៃវ៉ាបាទអ្នកឈ្នះគូទី1បាទកាត់ខាងបង្គោលក្រហមអ្នកឈ្នះគូទី2បាទនៅខាងបង្គោលខៀវបាទតែ3ទឹកទេបាទសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ទាត់ជើងក្រោមរបស់ពេជ្រសៃវ៉ាបាទឆ្វេងស្រាមវាយស្រាមត្រង់នេះបាទរបស់ Costia Rodinko ទៅលើសៃវ៉ាបាទលោកឆ្វេងម្ដាយរបស់ Costia Rodinko បង្គោលក្រហមបាទសៃវ៉ាលោតចូលធាក់ស្ដាំអត់អីទេបាទ Costia ថយផុតបាទធាក់មកជើងឆ្វេងវិញរបស់ Costia តក់ឆ្វេងវិញរបស់សៃវ៉ាវាយស្ដាំថែមបាទកែងបត់ស្ដាំមួយបាទរបស់សៃវ៉ាបាទទាត់ជើងក្រោមរបស់ Costia សៃវ៉ាស្ទូចូល Costia រៀងថយបន្តិចតាំងខំម៉ាត់ឆ្វេងម្ដាយទាត់ជើងក្រោមបាទមួយទៅមួយមកដៃរបស់សៃវ៉ាបាទទាត់របស់ Costia Rodinko លុបបាទលុកឆ្វេងវាយស្ដាំសងមួយរបស់បង្គោលខៀវធាក់ស្ដាំបន្ថែមទៀតរបស់ពេជ្រសៃវ៉ាបង្គោលខៀវអាយ៉ាបាទកាត់ដៃរឿងខ្លួនត្រង់នេះបាទចេញច្បាស់មែនទែនវាយស្ដាំបន្ថែមទៀតបាទម្នាក់ម្ដាយឆ្វេងរបស់សៃវ៉ាជង្គង់ហោះថែមឆ្វេងមួយទៀតអូយបាទតោះតែម្ដងសៃវ៉ាជង្គង់ស្ដាំថែមរបស់ពេជ្រសៃវ៉ាចាប់គ្រាជាប់ពវល់មកជុំបាទកូសញ្ញារឿងថយបន្តិចបន្តការប្រកួតទៀតនេះសំតែជាវគ្គផ្ដាច់ព្រាត់មែនបាទនៅសង្វៀនអ្នកចម្បាំងកម្លាំងកម្ពុជាសៃវ៉ាស្ទូចូលវាយឆ្វេងស្ដាំធាក់ស្ដាំមួយជើងចាប់កាច់គ្រាជង្គង់ឆ្វេងរបស់ពេជ្រសៃវ៉ាបាទ Costia Rodinko ចាប់កាច់គ្រា
สายบ้าบ้าตามเกียงจบแต่ร้องสตูดิโอมาช่วยระบบโคสติยาบ้าช่วยสลัมกระดับใดระบบบังเกอร์กรอมช่วยสลัมแถมที่บังเกอร์กรอมมาตกกัดซองไว้ระบบไปสายบ้าจับจึงจบจุ่มกงสลัมบังเกอร์กรอมอันนี้บ้าประกฏมาต่อเดือนบ้าช่วยสลัมกระดับใดตกช่วยระบบบังเกอร์คิวบ้าช่วยสลัมระบบบังเกอร์คิวบ้าสายบ้ากระดับใดเดลือบังเกอร์กรอมบ้าโคสติยาบ้าแกงบอลช่วยตรองนี่โอ้ยตอดช่วยแถมที่ระบบบังเกอร์คิวอาดาวเดแถมสลัมมวยจึงจับไก่เครือจุ่มกุ้งระบบโคสติยาโรเดนโกจุ่มกุ้งสองระบบสายบ้าสองสลัมช่วยไม่ได้มวยจุ่มกุ้งสลัมแถมที่ระบบบังเกอร์กรอมบรรทอการบริโภคบรรจงตึกตีมวยจับเชิงตรองนี้ไว้สลัมตกสลัมระบบโคสติยาลูกช่วยบังเกอร์กรอมตกสลัมระเบิดมวยแถมที่ไอ้ยาบาเตะสายสังเวียนบาอัดไอ้บาใส่บากระเอาลามบรรทอการบริโภคចប់ទឹកទី1 ชอบตึกตีมวยมวยตึกกระลองพอเตอร์สันสำหรับแวะปลายปลอดวีเตอร์วีมาสันทอปกระเดียบานล้อแตงไซว่าจะเป็นหนึ่งโคสติยาโรเดนโกจังมวยตึกปันในสันโรเวียงเนี่ยแตงปีมิ้นไก่จังมาล้อได้สำหรับไซตะลุบุกเกอร์กรอมจังจะมือตึกตีปีจุดต่อเตียนยนาก็คนพอได้ดอลเพเซียเปิดกำลังกัมพูชีทำมาโพลโดยจุกใจแคมเบเดียโกลารูเชียในพิวรีหนึ่งตึกพิซากัมพูชีบรรสดกรุ๊ปน้ำหนักช่วยไปใจไปเจอสมาร์ททริปเปิลฟิลเตอร์នៅទឹកចេញក្រៅនៅចំបាំងកម្លាំងកម្ពុជាគូទី6ដែលឈ្មោះអន្តរជាតិដណ្ដើមពានវគ្គផ្ដាច់ព្រ័ត្ររវាងកម្ពុជារុស្ស៊ីទឹកទី2 round 2ទឹកទី2 round 2វគ្គផ្ដាច់ព្រ័ត្របង្គើក្រហមកូស្ទីយ៉ារ៉ូដេនកូបង្គើគៀវពេជ្រសៃអាយ៉ាត្រង់នេះសៃជាបុកកណ្ដាប់ដៃទៅទៀតហើយតោះស្ដាំបង្គើគៀវវាយឆ្វេងរបស់បង្គើគៀវសៃម៉ាត់ឆ្វេងសងវិញរបស់បង្គើក្រហមសៃបន្តធាក់ស្ដាំតឆ្វេងបង្គើក្រហមថយផុតស្ដាំឆ្វេងរបស់កូស្ទីយ៉ារ៉ូដេនកូអាយ៉ាអល់បន្តិចអត់អីទេប្រកួតបន្តទៀតតឆ្វេងរបស់កូស្ទីយ៉ារ៉ូដេនកូសៃតជើងក្រោមទួនចាប់ប្រើក្រាបដៃកូស្ទីយ៉ាកិច្ចផុតបាត់ឆ្វេងសងវិញវាយស្ដាំជុំគង់ត្រង់នេះអត់អីសៃដល់ចូលទឹកស្ដាំប្រកួតបន្តជើងក្រោមមួយរបស់កូស្ទីយ៉ារ៉ូដេនកូម៉ាត់ឆ្វេងស្ដាំត្រង់នេះតក់ជុំគង់ស្ដាំរបស់បង្គោលក្រមអាយ៉ាចូលមួយជង្គង់ត្រង់នេះតាមទៅហើយជង្គង់របស់សៃឆ្វេងថែមស្ដាំទៅលើកូស្ទីយ៉ាយ៉ាងណាចេះបកស1 ណារាប់ទៅលើបង្គោលក្រម3អូយ4 5កូស្ទីយ៉ាថាគាត់ទៅជាចំប្រដាប់ការពារ7 8បន្តការប្រកួត continue តែអញ្ញាកដាលគឺរាប់ហើយក៏ឲ្យបន្តការប្រកួតតែម្ដងតត់ស្ដាប់បន្ថែមទៀតរបស់បង្គោលឃីវជង្គង់របស់ពេជ្រសៃតត់ស្ដាប់របស់សៃរវាថែមមួយទៀតម៉ាត់ឆ្វេងរបស់សៃកូស្ទីយ៉ារ៉ូឌីកូរកកន្លែងសងមិនតាន់ឃើញទេបត់កែងស្ដាប់មួយសិនរបស់កូស្ទីយ៉ាស្ទូជុំបុកកែងឆ្វេងអត់ដល់សម្រាប់បង្គោលក្រមអត់ស្ដាំជង្គង់របស់សៃត្រង់នេះអូយធ្វើឲ្យផ្ងាក្រោយតែម្ដងកូស្ទីយ៉ារ៉ូឌីកូចាប់គ្រឿងបន្តទៀតជង្គង់អាញាកដាលបំបីប្រកួតបន្តឆ្វេងស្ដាំកណ្ដាប់ដៃរបស់បង្គោលឃីវតឆ្វេងអាយ៉ាកែងស្ដាំមួយរបស់កូស្ទីយ៉ារ៉ូឌីកូជង្គង់ស្ដាំបន្ថែមសៃចាប់កែងគ្រឿងជង្គង់របស់សៃជង្គង់ស្ដាំប្រកួតបន្តតឆ្វេងរបស់បង្គោលក្រមតស្ដាំសងរបស់បង្គោលឃីវសៃដល់ចូលជង្គង់ស្ដាំវាយស្ដាំចាក់ស្ដាំថែមមួយទៀតជង្គង់ឆ្វេងរបស់សៃបំបីពីលោកកញ្ញាកដាលបន្តការប្រកួតទៅកូស្ទីយ៉ារ៉ូឌីនកូអត់អីទេព្យាយាមវាយចេញសងអូយសៃស្រៀតពិសេសចេញមកច្រើនចូលគ្រាកត្រង់នេះដៃនឹងជើងជង្គង់ចេញមកទៀតហើយសៃជង្គង់ឆ្វេងព្យាយាមវាយស្ដាំរបស់បង្គោលក្រមអញ្ញាកដាលបំបីប្រកួតបន្តជាជើងត្រង់នេះទឹកទី2ចប់ទឹកទី2
បាទនៅសល់មួយទឹកចុងក្រោយបាទទឹកប្រាច់ព្រាត់បាទនឹងដឹងថាកីឡាកររូបណាបាទនឹងខ្លាយជាម្ចាស់ប្រាក់លានបាទនឹងពៀននៅក្នុងសប្តាហ៍នេះបាទរូបភាពយឺតបាទបង្ហាញជូនបាទសៃវ៉ាបាទនឹងកូស្ទីយ៉ារ៉ូឌីកូបាទប្រឹងវាយគ្នាខ្លាំងណាស់បាទក្នុងទឹកទី2កន្លងទៅបាទយើងចាំមើលបាទទឹកទី3បាទជាទឹកចុងក្រោយអរគុណណាស់បាទដល់ភេសជ្ជៈពៅកម្លាំងកម្ពុជាបាទធម្មពលដ៏ជោគជ័យនៅទឹកចាញ់ក្រៅអ្នកចាប់បានកម្លាំងកម្ពុជាគូទី6ដែលឈ្មោះអន្តរជាតិដណ្ដើមពានវគ្គផ្ដាច់ព្រាត់រវាងកម្ពុជារុស្ស៊ីទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final Round បាទទឹកទី3ទឹកចុងក្រោយបាទទឹកផ្ដាច់ព្រាត់បង្គោលក្រហមកូស្ទីយ៉ារ៉ូឌិនកូបង្គោលខៀវពេជ្រសៃវ៉ាបាទចូលមកចាក់កាច់គ្រាជង្គង់មកឆ្វេងមួយនេះបាទរបស់ពេជ្រសៃវ៉ាបាទកូស្ទីយ៉ារ៉ូឌិនកូបាទទូចូលម៉ាត់ឆ្វេងបាទសៃវ៉ាតាមទៅត្រង់នេះបាទជង្គង់របស់កូស្ទីយ៉ារ៉ូឌិនកូបាទជង្គង់ស្ដាំថែមរបស់សៃវ៉ាសងស្ដាំវិញបាទពីបង្គោលក្រហមបាទចាក់ស្ដាំបាទរបស់បង្គោលខៀវបញ្ញាកណ្ដាល8បាទទឹកទី3បាទនៅបន្តសម្រុកបន្ថែមបាទបន្តការប្រកួតទៀតបាទលោកជើងទាត់ឆ្វេងរបស់បង្គោលក្រហមបាទដើរចូលឆ្វេងវិញបាទរបស់បង្គោលខៀវបាទជង្គង់ស្ដាំរបស់សៃវ៉ាស្ដាំថែមទៀតរបស់សៃវ៉ាចាក់ស្ដាំវិញបាទរបស់រ៉ូដេនកូអញ្ញាកណ្ដាល8បាទប្រកួតបន្តបាទចលោបន្តិចបាទស្ដាំឆ្វេងក្រាបដៃរបស់កូស្ទីយ៉ារ៉ូឌីនកូទឹកស្ដាំសងវិញរបស់ពេជ្រសៃវ៉ាបាទតតស្ដាំបង្គោលខៀវបាទគ្រាឆ្វេងស្ដាំបង្គោលខៀវតត់មកជើងឆ្វេងត្រង់នេះរបស់ពេជ្រសៃវ៉ាបាទប្រកួតបន្តទៀតចូលបាទតត់ឆ្វេងរបស់បង្គោលខៀវមកជើងឆ្វេងថែមបាទតត់ឆ្វេងរវែមួយទៀតអូយបាទរវែជើងរហ័សបាទលើកបានល្អមែនទែនបាទសៃវ៉ាអោបជាប់បាទជង្គង់បាទរ៉ូឌិនកូក៏ព្យាយាមឡើងជង្គង់មិនដែរបាទចាក់ស្ដាំចាក់ឆ្វេងអញ្ញាកណ្ដាល8បាទប្រកួតបន្តបាទទាត់ឆ្វេងរបស់កូស្ទីយ៉ាពេជ្រសៃវ៉ាបាទឆ្វេងស្ដាំត្រង់នេះបាទកណ្ដាប់ដៃបាទយើងជើងទាត់បាទជាយកវាយសាមរបស់សៃវ៉ាបាទមួយនាទីចុងក្រោយទឹកទី3បាទកែងបត់ឆ្វេងមួយរបស់សៃវ៉ាទុកមកជើងឆ្វេងរវែថែមួយទៀតបាទតែតែកិច្ចផុតតែម្ដងបាទកូស្ទីយ៉ាបាទទាត់ស្ដាំបង្គោលខៀវសៃវ៉ាបាទជិមចូលជង្គង់ឆ្វេងសងវិញបាទរបស់បង្គោលក្រមជង្គង់បាទចាប់បបែកបាទប្រកួតបន្តបាទចុងទឹកទី3ហើយលោកឆ្វេងរបស់សៃវ៉ាបាទមើលទៅគូនេះបាទអត់ស្លាប់ទេបាទនឹងជ្រះចាញ់គ្នាដោយបន្ទូហើយបាទរក្សាកម្លាំងរក្សាចំហបានល្អរវែមួយទៀតកិច្ចផុតបាទពីកូស្ទីយ៉ាបាទជង្គង់របស់បង្គោលក្រហមអូយបាទស្ដាំថែមទៀតរបស់សៃវ៉ាម៉ាត់ឆ្វេងតុកស្ដាំបង្គោលខៀវបាទពេលវេលារំកិលទៅមុខបាទចុងទឹកទី3ហើយអញ្ញាកណ្ដាលឲ្យប្រកួតបន្តបាទមើលទៅកូស្ទីយ៉ាវិញចង់អត់ដែរបាទសៃវ៉ាក៏មិនទាន់មកអោបគ្នាមួយបាទអស់ម៉ោងហើយបាទចុងទឹកទី3ទាត់ប្រជើងត្រង់នេះបាទយល់ចប់ទឹកទី3ខ្លះបាទសម្រាប់ការប្រកួតនេះបាទយើងបន្តទស្សនារូបភាពសារឡើងវិញបាទរូបភាពយឺតបាទសម្រិតសម្រាំងបាទចំណុចសំខាន់បាទសៃវ៉ាបាទក៏ដាក់ចំគោលដៅល្អបាទមានក្បាច់ល្អមកដែរបាទពីបង្គោលក្រហមកូស្ទីយ៉ាបាទយើងសម្រាប់ស្រួលយ៉ាងណាបាទចាត់ឲ្យចាក់ក្រុមទាំង5រូបបាទដាក់បន្ទុបាទនឹងប្រកាសលទ្ធផលបាទសម្រាប់គូនេះយើងកំពុងតែរងចាំនៅការបូកសរុបបន្ទុកបន្តិចបាទថាតើអ្នកណាជាអ្នកទទួលជ័យជំនះអ្នកឈ្នះទទួលបានពានជើងឯកមួយគ្រឿងអមដោយទឹកប្រាក់ចំនួន4លានរៀលឯនជើងឯករងគឺទទួលបានទឹកប្រាក់ចំនួន2លានរៀលឥឡូវខ្ញុំសូមធ្វើការប្រកាសក្រោយចប់ការប្រកួតពេញទាំង3ទឹកចៅក្រមទាំង5រូបបានផ្ដល់ការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះនឹងក្លាយជាជើងឯកអ្នកចម្បាំងកម្លាំងកម្ពុជា65គីឡូក្រាមអមដោយពានជើងឯកនិងទឹកប្រាក់4លានរៀលបានទៅលើ
Bongkol kill Baik Saiwaដំណើរការដឹកនាំកម្មវិធីការប្រកួតប្រជែងប្រកបទៅដោយភាពរលូនទស្សនិកជនជាទីមេត្រីសប្តាហ៍នេះយើងបានរកឃើញជើងឯកម្នាក់ទៀតហើយចុះសប្តាហ៍ក្រោយថាតើបានទៅលើកីឡាកររូបណាមានបរទេសមកពីគ្រប់ជាសាសមានកីឡាករខ្មែរមានគ្រប់ប្រភេទទាំងមូលនៅក្នុងការប្រកួតប្រជែងគ្នារៀងរាល់សប្តាហ៍ក្នុងកម្មវិធីអ្នកចម្បាំងកម្លាំងកម្ពុជាសូមរីករាយទស្សនាជាបន្តបន្ទាប់ជាមួយនឹងកម្មវិធីពិសេសរបស់ស្ថានីយទូរទស្សន៍បាយ័នខ្ញុំបាទនិងក្រុមការងារផ្សាយផ្ទាល់សូមជម្រាបលាជួបគ្នាសប្តាហ៍ក្រោយបាទ